នៅពេលនោះឧត្តមសេនីយ៍ Ross កំពុងនាំ Brisbane ត្រឡប់ទៅមូលដ្ឋានវិញទាហានមិនដឹងថាសត្វចម្លែក Abomination គឺជា Blonsky នោះទេដោយសារវាមានល្បឿនលឿនខ្លាំងមនុស្សគ្រប់គ្នាសុទ្ធតែគិតថាវាគឺជា Hulk ទាហានប្រញាប់រាយការណ៍ទៅឧត្តមសេនីយ៍ថា Hulk កំពុងបំផ្លាញទីក្រុង Ross ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនិយាយថា Hulk មិនមែននៅក្បែរខ្ញុំទេភ្លាមនោះគាត់ដឹងថាសត្វចម្លែកនោះប្រហែលជា Blonsky ហើយក៏បញ្ជាឲ្យវុធមភាគចាក់បត់ត្រឡប់ទៅជួយភ្លាមនៅពេលឃើញវីដេអូពីកន្លែងកើតហេតុ Ross បានដឹងថាខ្លួនបានធ្វើកំហុសដ៏ធំមួយ Abomination កំពុងបំផ្លាញទីក្រុងញូវយ៉កសម្រាប់ទាហានជាច្រើនដើម្បីបង្ខំឲ្យ Hulk ចេញមកប្រយុទ្ធនិងបង្ហាញថាខ្លួនខ្លាំងជាងមកប្រយុទ្ធជាមួយខ្ញុំឲ្យសមនឹងកម្លាំងបន្តិចទីក្រុងទាំងមូលបានលង់ក្នុងអណ្ដាតភ្លើងអាវុធធម្មតាមិនអាចធ្វើអ្វី Abomination បានទេពេលនេះមានតែ Hulk ប៉ុណ្ណោះដែលអាចបញ្ឈប់វាបានBannerបានស្ម័គ្រចិត្តសុំទៅប្រយុទ្ធខុសពីមុនដែលគាត់បំលែងដោយអចេតនាលើកនេះគាត់ត្រូវបញ្ចេញ Hulk ដោយចេតនាបន្ទាប់ពីលាពេលទីហើយ Banner បានលោតចេញពីឧទ្ធម្ភាគចក្រប៉ុន្តែទោះគាត់ខំយ៉ាងណាក៏ដោយ Hulk នៅតែមិនចេញមករហូតដល់រាងកាយរបស់គាត់ធ្លាក់បុកដីយ៉ាងខ្លាំងនៅពេលគ្រប់គ្នាអស់សង្ឃឹមកណ្ដាប់ដៃពណ៌បៃតងដ៏ធំមួយបានផ្ទុះចេញពីដី Hulk បានត្រឡប់មកវិញសត្វចម្លែកទាំងពីររត់សម្រុកដាក់គ្នាកម្លាំងរបស់ Abomination ខ្លាំងជាងមុនហើយវាបោះ Hulk ឲ្យហោះទៅឆ្ងាយ Hulk ក្រោកឡើងវិញហើយយករថយន្តប៉ូលីសមួយបំបែកជាពីរធ្វើជាស្រោមដៃដែកសម្រាប់វាយប្រហារប៉ុន្តែ Abomination បានទាត់ Hulk ឲ្យហោះទៅឆ្ងាយម្ដងទៀតហើយលោតឡើងលើអគារខ្ពស់តាមរកគាត់ Ross បញ្ជាឲ្យវុធមភាគចាក់បាញ់ទៅលើ Abomination ប៉ុន្តែគ្រាប់កាំភ្លើងមិនអាចធ្វើអ្វីវាបានទេហើយថែមទាំងធ្វើឲ្យវាខឹងកាន់តែខ្លាំង Abomination លោតទៅវាយឧទ្ធម្ភាគចក្រស្រាប់តែ Hulk លោតមកចាប់ជើងរបស់វាជាប់មិនឲ្យវាទៅបំផ្លាញឧទ្ធម្ភាគចក្រដោយសារសត្វយក្សទាំងពីរទាញគ្នាឧទ្ធម្ភាគចក្របាត់បង់ការគ្រប់គ្រងហើយចុះចតបន្ទាន់លើដំបូលព្រះវិហារមួយទាហានភាគច្រើនសន្លប់អស់មានតែពេធីនិងRossប៉ុណ្ណោះដែលនៅមានស្មារតី Hulk ចង់ទៅជួយប៉ុន្តែ Abomination បានលោតមករ៉ាំងហើយការប្រយុទ្ធដ៏សាហាវបានចាប់ផ្ដើមជាថ្មីប្រេងសាំងពីឧទ្ធម្ភាគចក្របានហូរចេញបើភ្លើងឆេះដល់ប្រេងវានឹងផ្ទុះភ្លាម Hulk ខំរើបំរាស់ពីការចាប់របស់ Abomination ប៉ុន្តែត្រូវវាយពីក្រោយដោយខ្សែដែកយ៉ាងធ្ងន់វា Hulk ដួលហើយបន្តវាយសម្ដៅទៅឧទ្ធម្ភាគចក្រនៅពេល Hulk ជិតបាត់បង់ការគ្រប់គ្រងពេធីបានស្រែកហៅគាត់សំឡេងរបស់នាងធ្វើឲ្យ Hulk ស្ងប់ចិត្តឡើងវិញគាត់សម្រេចមិនសម្លាប់ Abomination ទេគ្រាន់តែទាត់វាចំទ្រូងហើយស្រែកបញ្ចេញកំហឹងឡើងលើមេឃបន្ទាប់មក Hulk ទាត់ Abomination ទៅជិតឧត្តមសេនីយ៍ Ross ដើម្បីឲ្យគាត់មើលឃើញផលវិបាកដែលកងទ័ពបានបង្កឡើង Hulk សម្លឹងមើលពេធីជាលើកចុងក្រោយក្រសែភ្នែកនោះពោពេញដោយភាពនឿយហត់ក្តីស្រឡាញ់និងអារម្មណ៍ដូចជាការលាគ្នាបន្ទាប់មកគាត់លោតចូលទៅក្នុងមេឃពេលរាត្រីហើយបាត់ខ្លួនម្ដងទៀតនៅចុងបញ្ចប់នៃរឿងឧត្តមសេនីយ៍ Ross កំពុងអង្គុយផឹកស្រានៅក្នុងបារស្រាប់តែមានភ្ញៀវម្នាក់ដើរចូលមកអ្នកនោះគឺ Tony Stark Iron Man Tony និយាយថាខ្ញុំហៅថាអ្នកកំពុងមានបញ្ហាពិសេសមួយបន្ទាប់មកគាត់បន្តថាបើខ្ញុំប្រាប់ថាយើងកំពុងរៀបចំបង្កើតក្រុមមួយវិញតើអ្នកយល់យ៉ាងណាទោះជាការបង្ហាញខ្លួននេះមានរយៈពេលមិនដល់1នាទីក៏ដោយវាបានបញ្ជាក់ជាផ្លូវការថា Iron Man និង The Incredible Hulk ស្ថិតនៅក្នុងចក្រវាឡភាពយន្ត Marvel ដូចគ្នាហើយក៏ជាការបើកផ្លូវសម្រាប់ការបង្កើតក្រុម Avengers នៅពេលក្រោយចុងបញ្ចប់នៃសាច់រឿងព្រោះ Banner បានទៅរស់នៅលាក់ខ្លួនក្នុងព្រៃប្រទេស Canada កាមេរ៉ាបង្ហាញមុខរបស់គាត់ខណៈដែលគាត់បើកភ្នែកយឺតភ្នែករបស់គាត់បញ្ចេញពន្លឺពណ៌បៃតងប៉ុន្តែទឹកមុខនៅតែស្ងប់ស្ងាត់នេះបង្ហាញថាបន្ទាប់ពីការហ្វឹកហាត់និងសមាធិអស់រយៈពេលយូរ Banner បានចាប់ផ្ដើមរៀនរស់នៅជាមួយ Hulk ហើយអាចគ្រប់គ្រងអំណាចនោះបានខ្លះនេះក៏ជាការត្រៀមផ្លូវសម្រាប់ព្រឹត្តិការណ៍ក្នុងភាពយន្ត Marvel បន្ទាប់ដែលគាត់អាចនិយាយដោយទំនុកចិត្តថាបើខ្ញុំអាចប្រែក្លាយជា Hulk បានគ្រប់ពេល